របៀប clip តន្ន័យទៅតាម map layer មិនថាតន្ន័យនោះជាប្រភេទ raster data ឬ vector data គឺយើង clip បានទាំងអស់អញ្ចឹងការ clip បែបនេះគឺមានសារៈសំខាន់សម្រាប់ការងារផែនទីមិនថារដ្ឋបាលឬក៏ផែនទីជំនាញទេ ការ clip បែបនេះទៀតគឺវាងាយស្រួលក្នុងការធ្វើការដោយមិនចាំបាច់ធ្វើការបំបែកតន្ន័យឬក៏យើងហៅថាមិនចាំបាច់ clip តន្ន័យទៅតាម boundary ហើយជ្រើសរើសទីតាំងទុកបង្កើតតន្ន័យថ្មីទេគឺយើង clip ទៅតាម layer តែម្ដងជំរាបសួរនិងសូមស្វាគមន៍ទៅដល់បងប្អូននិងសិស្សសានុសិស្សទាំងអស់គ្នាមកកាន់ Jack Learning ថ្ងៃនេះដែរខ្ញុំលើកយក tip មួយទាក់ទងនឹងការ clip layer អញ្ចឹងការ clip layer នេះក៏មានសារៈសំខាន់ដែរសម្រាប់ការងារផែនទីមិនថាផែនទីបណ្ដាញផែនទីជំនាញឬក៏ផែនទីរដ្ឋបាលអីទេអញ្ចឹងការប្រើប្រាស់ layer clip មានន័យថាការប្រើប្រាស់ layer clip នេះវាខុសពីការប្រើប្រាស់ tool clip នៅក្នុង Analyze Geoprocessing Tool អញ្ចឹងដើម្បីយើងចូលទៅអនុវត្ត tip នេះបានខ្ញុំមានតន្ន័យជា sample ដូចជាខ្ញុំមានខេត្តខ្ញុំមានស្រុកភូមិស្រុកឃុំឧទាហរណ៍ខ្ញុំមានតន្ន័យទាំងអស់នេះអញ្ចឹងបងប្អូនប្រហែលជាធ្លាប់ចេះហើយនៅក្នុងការ clip នៅក្នុង Geoprocessing Tool ដែល clip នៅក្នុង layer វាខុសពី clip នៅក្នុង Geoprocessing Tool ត្រង់ថា clip នៅលើ layer វាគ្រាន់តែបិទបាំងនៅលើ layer ដែលយើងមានន័យថាខ្ញុំឧទាហរណ៍ថាខ្ញុំមាន layer របស់ខ្ញុំមួយនៅក្នុងខេត្តកោះកុងអញ្ចឹងបើសិនជាយើង clip ទៅតាម Geoprocessing មានន័យថារាល់តន្ន័យដែលយើងមានន័យថាឧទាហរណ៍ខ្ញុំកែដាក់ពណ៌ក្រហមនេះទៅរាល់តន្ន័យដែលយើងមានទាំងអស់នៅក្នុងខេត្តកោះកុងវានឹងបង្កើតទៅជា layer ថ្មីមួយបង្កើតទៅជា layer ថ្មីមួយដែលតន្ន័យទាំងអស់នោះវាកាត់ទៅតាមព្រំប្រទល់នៃខេត្តកោះកុងប៉ុន្តែបើសិនជាយើង clip ទៅតាម layer មានន័យថាយើងរក្សាទុកនៅតន្ន័យដដែលប៉ុន្តែគ្រាន់តែវាបិទបាំងនៅ layer ពណ៌ក្រហមរបស់យើងមានន័យថានៅក្នុងលក្ខខណ្ឌនេះមានន័យថាខ្ញុំចង់ clip layer ខ្ញុំគ្រាន់តែឈរទៅកាន់ map របស់ខ្ញុំយក property ខ្ញុំចូលទៅកាន់ clip layer ត្រង់កន្លែង clip page នេះខ្ញុំជ្រើសរើស clip and outline បើយើងយក clip and extend អញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំយក clip to and outline ហើយខ្ញុំជ្រើសរើសយក layer ដែលខ្ញុំចង់ clip គឺឧទាហរណ៍ខ្ញុំចង់ clip ទៅតាម layer boundary កោះកុងខ្ញុំចេះ apply ត្រង់កន្លែង include នេះខ្ញុំអត់តន់យកខ្ញុំចេះ OK អញ្ចឹងពេលដែលខ្ញុំ OK មានន័យថារាល់តន្ន័យរបស់យើងដែលយើងបាន clip ហ្នឹងគឺវាបានបាំងទៅដោយ layer ប៉ុន្តែព័ត៌មាននៃតន្ន័យទាំងអស់ហ្នឹងវាមាននៅដដែលមានន័យថាវាអត់បាន delete ទៅណាទេហើយក៏វាអត់បានបង្កើត layer ថ្មីទៅណាដែរមានន័យថាវាគ្រាន់តែបាំងទៅដោយ layer ដែលមានព្រំប្រទល់ពណ៌ក្រហមដែលយើងកំពុងតែ clip ទៅតាមនេះអាហ្នឹងគឺយើងហៅថា clip layer អញ្ចឹងបើក្នុងករណីយើងមាន add តន្ន័យថ្មី 100% គឺពេលដែលយើង add ទៅវាច្បាស់ណាស់ថាវាប្រកាសជាមើលឃើញតែតន្ន័យនៅក្នុងខេត្តកោះកុងមួយទេមានផ្លូវដែកមាន other road អីផ្សេងឧទាហរណ៍ឃើញទេយើង add ទៅយើងឃើញតែតន្ន័យនៅក្នុងខេត្តកោះកុងហេតុអីរាល់ data ទាំងអស់ដែលយើងទៅ add វាត្រូវបានបាំងទៅដោយ layer ដែលយើងបាន clip គឺ layer ពណ៌ក្រហមមួយនេះអញ្ចឹងបើសិនជាយើងចង់ expect ឬក៏យើងចង់ include ជ្រើសរើស layer ណាដែលយើងមិនចង់បង្ហាញយើងអាចឈរទៅកាន់ map នឹងម្ដងទៀតយើង property នៅត្រង់កន្លែង clip នេះវាមាននៅផ្នែកខាងក្រោមហ្នឹងគេហៅថា include the layer អញ្ចឹងខ្ញុំអាច exclude layer ណាដែលខ្ញុំចង់ឲ្យវាបង្ហាញក្រៅពីព្រំប្រទល់នៃខេត្តកោះកុងហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្ហាញផ្លូវថ្នល់ខ្ញុំយក main road មួយខ្ញុំ specific ទៅលើ main road អញ្ចឹង 100% អា main road ហ្នឹងវាច្បាស់ជាបង្ហាញចេញទៅផ្ទៃនៅខាងក្រៅកោះកុងដែរអញ្ចឹងបើសិនជាខ្ញុំចង់ specific ថែមទៀតយើងអាចជ្រើសរើសបានទៀតឧទាហរណ៍ថា village ឬក៏ world topo world headship នេះខ្ញុំចុច OK មកអញ្ចឹងអា world នេះវាចេញមកខាងក្រៅដែរ
ប៉ុន្តែបើសិនជាយើង clip មានន័យថាវាទៅទាំងអស់ហើយបើយើងអត់ expect include ទៅកន្លែងនេះគឺវាទៅទាំងអស់ហ្មងវាបាំងទាំងអស់ហ្មងសំបីតែអា layer topo world hardship របស់យើងក៏វាទៅដែរអញ្ចឹងនៅក្នុងកន្លែង clip layer នេះគឺសំខាន់ដែរអញ្ចឹងយើងត្រូវចេះប្រើប្រាស់វាណាអញ្ចឹងឧទាហរណ៍តែខ្ញុំចង់បង្ហាញជាមួយនឹង world topo map world hardship ឬក៏ village ខ្ញុំជិះអូខេមកអញ្ចឹងអា layer ដែលខ្ញុំបាន tick ហ្នឹងវានឹងបង្ហាញអា layer ដែលខ្ញុំមិនបាន tick គឺវាមិនបង្ហាញវានឹងបង្ហាញទៅតាមព្រំបន្ទល់នៃខេត្តកោះកុង layer ដែលយើងបាន include វានឹងចេញទៅក្រៅប៉ុន្តែបើសិនជាយើង add តនន័យមកបន្ថែមទៀតឧទាហរណ៍ថាខ្ញុំ add តនន័យ topo មួយខ្ញុំ add តនន័យ topo មួយពេលដែលយើង add តនន័យមកថ្មី 100% គឺវាត្រូវបានបិទបាំងទៅដោយ layer boundary មួយនេះហើយចេះ 100% គឺវាត្រូវបានបិទបាំងហើយអញ្ចឹងអា topo យើងទាញទៅលើយើងឃើញវានេះតែវានៅលើគេអា layer នេះយើងទាញមកក្រោមវាបាំងចេះទៅអូខេឡាញ point នេះទៅឧទាហរណ៍អញ្ចឹងមានន័យថាកន្លែងនេះយើងអាចធ្វើអញ្ចឹងបានដែរងាយស្រួលយើងខ្ជិលបង្កើត layer ថ្មីបង្កើតអីយើងអាចចូលទៅបង្កើតជាមួយប្រើប្រាស់ជាមួយនឹង terrain map ដើម្បីបង្ហាញទៅជា boundary ទៅជាបែប 3D អីផ្សេងយើងអាចធ្វើបានណាយើងងាយស្រួលយើងមិនបាច់ចាំបាច់កាត់បង្កើតអីវែងឆ្ងាយហ្នឹងក្នុងករណីយើងមិនចង់បង្កើត layer ច្រើនណាយើងធ្វើលើ layer ចាស់ប៉ុន្តែយើងធ្វើនៅលើ layer ចាស់របស់យើងត្រូវតែច្បាស់អញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំអាចធ្វើវាជាផែនទីបែប 3D អីនៅក្នុង line blend នៅក្នុង layer blend យើងអាចយក line នេះ bound យកអីទៅវាទៅជាពណ៌មួយដែលយើងអាចយកទៅប្រើការបានអីចឹងណាឃើញទេតាមហ្នឹងទៅប៉ុន្តែបើសិនជាយើងចូលទៅកាន់ layer យើង property យើងចង់បង្ហាញវាទាំងអស់កន្លែងនេះយើងគ្រាន់តែ tick វាថែមមក topo អញ្ចឹងអា topo ហ្នឹងវាចេញនៅក្រៅផែនទីយើងទាំងអស់ហើយឃើញអត់អញ្ចឹងសរុបមកវិញណានៅក្នុង tip នេះខ្ញុំចង់ឲ្យបងប្អូនយល់អំពីការ clip layer វាខុសពីការ clip ទៅតាម geo processing នៅក្នុង analyze ការ clip នៅក្នុង analyze នៅក្នុង tool នៅក្នុងការ clip ទៅតាម geo processing មានន័យថាយើង clip បានដែរប៉ុន្តែយើងបង្កើត layer ថ្មីយើងបង្កើត layer ថ្មីមានន័យថាយើងបង្កើត data ថ្មីដោយរក្សាទុកនៅ data ចាស់ហើយវាបង្កើត layer ថ្មីអញ្ចឹង layer ដែលនៅក្នុង boundary ណាដែលយើង clip វាទៅហើយប៉ុន្តែបើយើង clip ទៅតាម layer វាមានន័យថាតនន័យរបស់វាគឺនៅដដែលវាអត់មានកាត់ទៅណាទេហើយក៏អត់មានបង្កើត layer ថ្មីដែរប៉ុន្តែគ្រាន់តែវាបាំងទៅដោយ layer ដែលយើងបាន expect ឬក៏យើងបាន clip ឲ្យដែលយើងបានជ្រើសរើសនេះនៅផ្នែកខាង clip and outline នេះចឹងក៏វាមានបញ្ជាក់មើល function ខាងក្រោមដែរឲ្យយើងអាច include layer ដើម្បីយើងធ្វើការចងបង្ហាញឬក៏ចងបិទបាំងអីយើងអាចដោះវាវិញគឺវាចូលទៅតាម layer នេះវិញចឹងអានេះវាសម្រាប់មានសារៈសំខាន់ដែរសម្រាប់ការងារផែនទីណាឬក៏ការងារប្លង់ដីអីផ្សេងអាចធ្វើបានផែនទីការប្រើប្រាស់ដីអីអាចធ្វើតាមមធ្យោបាយនេះក៏ល្អដែរមធ្យោបាយនេះគេភាគច្រើនគេធ្វើនៅទិន្នន័យ raster ណាគេអញ្ចឹងនៅក្នុង tip នេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបងប្អូនគិតថាវីដេអូនេះវាមានសារៈសំខាន់កុំភ្លេចជួយ share វីដេអូនេះនិងជួយ subscribe ទៅលើ channel YouTube ម្នាក់មួយផងហើយថ្មីនេះយើងក៏មានវគ្គសិក្សាតំបើកដែរជាមួយនឹងវគ្គសិក្សារបស់យើងមានមិនថាវគ្គមូលដ្ឋានវគ្គកម្រិតខ្ពស់ដែលផ្ដោតទៅលើការងារគ្រប់គ្រងប្លង់ដីផែនទីជំនាញឬក៏ខាងដីឡូឬក៏ខាងdrone យើងមានច្រើនវគ្គហើយនៅក្នុងពេលថ្មីនេះទៀតក៏យើងមានរៀបចំវគ្គ remote sensing ចិត្តហើយដែរពេលដែលយើងរៀបចំរួចយើងនឹងធ្វើការបញ្ចុះតម្លៃទៅលើសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ទៅលើវគ្គ remote sensing ដែរអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ